ពលរដ្ឋយើងដូចជាអានឹងឲ្យវាឈោទៅលើលក្ខណៈអ្នកនយោបាយខ្មែរយើងតែក៏តែងតែយកអាទស្សនៈមួយមកបង្ក្រាបកុំឲ្យយើងនឹងតដៃតែបងប្អូនទៅមើលឃើញសកម្មភាពបញ្ជាក់បង្ហាញច្បាស់ហើយបើយើងនិយាយពីរឿងពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើពួកនឹងវាខ្លាចច្បាប់ ICC ចំណុចនឹងហើយវាមិនហ៊ានប្រើកម្លាំងទ័ពមិនហ៊ានប្រើសពាវុធតែវាបង្កើតអាក្រមរក្សាសន្តិសុខដើម្បីមកទប់ស្កាត់មកបាតកម្មរបស់ប្រជាពលរដ្ឋខ្មែរយើងតែបើបងប្អូនមិនយល់ពីគោលដៅនយោបាយបើមិនយល់ពីរឿងបាតកម្មនឹងទេតែចេះតែប្រើពាក្យអហិង្សាអញ្ចឹងមកខ្ញុំតែងតែជំរុញបញ្យល់ប្រជាពលរដ្ឋឲ្យយើងយល់អំពីបាតកម្មគឺបាតកម្មហ្នឹងគេហៅថាបាតកម្មធម្មជាតិពួកយើងអត់មានបំណងទៅធ្វើបាបធ្វើវាយតបអ្នកណាទេក៏ប៉ុន្តែយើងត្រូវតែយល់បើគេវាយយើងត្រូវតែតបវាយគេតបតនៅក្នុងភាពការពារខ្លួនអ្វីដែលយើងការពារខ្លួនគឺយើងអត់មានខុសទេអញ្ចឹងហើយបានយើងបាច់បង្ក្រាបពួកអាជួររដ្ឋាភិបាលពួកអាកម្ពុជាក្បត់ជាតិ3សាច់បនកំពើហ្នឹងវាយល់លេសហ្នឹងវាថាយើងនឹងបង្កបញ្ហាបង្កើតវិធានសាស្ត្រកន្លែងហ្នឹងហើយដែលខ្ញុំចេញមកឥឡូវដល់បងប្អូនយើងឃើញថាបាតកោយើងហ៊ានតដៃហ៊ានតបតពួកហ្នឹងវាខ្លាចដល់ដូចជាចំណុចមួយដែលបងប្អូនទៅយល់ថាប្រយ័ត្នថាវាបាញ់វាអត់ហ៊ានបាញ់ទេពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើក្រុមមកពួកហ្នឹងវាខ្លាច ICC ជាងអីទៅទៀតអញ្ចឹងហើយបានបងប្អូនរយៈកាលកន្លងមកមើលឲ្យច្បាស់ទៅវាអត់ហ៊ានប្រើកម្លាំងទ័ពទេបើអញ្ចឹងបងប្អូនយើងនិយាយថាបើសិនជាធ្វើបាតកម្មវានឹងបាញ់សម្លាប់យើងដែលឃើញពួកនឹងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរទេបងប្អូនកុំឲ្យយកទស្សនៈនៅវិញស្រេងយកមកនិយាយថាអូអាពួកនឹងវានឹងបាញ់សម្លាប់ប្រជាជាតិខ្មែរយើងអានឹងគាត់ថាវាប្រើនយោបាយមួយថាប្រើវិធានសាសនាមួយថាពួកនឹងគឺជាបដិវត្តគឺជាជនដែលបង្កប់ស៊ីរួមផ្ទៃក្នុងបង្កប់វិធានសាសនាដើម្បីឈោទៅលើទស្សនៈនយោបាយវាបាញ់ដើម្បីការពារខ្លួនអានឹងគាត់ជាលេសមួយដែលវានិយាយទេហើយយើងមើលឃើញសកម្មភាពបញ្ជាក់បង្ហាញឲ្យច្បាស់ហើយដល់កម្លាំងធម្មជាតិដែលងើបឡើងវាដែលហ៊ានមកចាប់បងប្អូនទេដល់សរុបចុងបញ្ចប់ឥឡូវនេះវាគាត់ទៅយកលេសមួយវាទៅចាប់អ្នកតំណាងរាស្ត្រតាមកំពិតដល់បងប្អូនងើបឡើងធ្វើបាតកម្មធម្មជាតិនេះហើយបងប្អូនមើលបាតកម្មធម្មជាតិគឺជាកម្លាំងមួយដ៏ខ្លាំងពួកវាអត់ហ៊ានទេហើយខ្ញុំគាត់ចង់ជម្រាបបងប្អូនឲ្យច្បាស់គាត់ថាវាប្រើពាក្យគម្រាមកំហែងវាមិនហ៊ានយករថក្រោះមកបាញ់កំទេចបងប្អូនបាតកោទេនេះគាត់ថាខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់អំពីអ្វីគេហៅថាយើងធ្វើបាតកម្មធម្មជាតិហ្នឹងឃើញមានសន្ទុះមានកម្លាំងខ្លាំងទេអានឹងហើយដែលជាកម្លាំងដែលនឹងអាចនឹងរំដោះទឹកដីបាននេះដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់ហើយបន្ទាប់មកទៀតអ្វីដែលគេចាប់តំណាងរាស្ត្រនៅក្នុងច្បាប់បើប្រទេសខ្មែរយើងវាមានច្បាប់វាមានទម្លាប់អីត្រឹមត្រូវវាអត់មានក្បួនទៅចាប់តំណាងរាស្ត្រហើយមកវាយខ្នោះទេយើងនិយាយពីសិទ្ធិហ្នឹងវាអត់មានទៅចាប់តំណាងរាស្ត្រកើតទេក៏ប៉ុន្តែពួកអានេះវាមិនមែនជាក្រុមនៅក្នុងជួររដ្ឋាភិបាលត្រឹមត្រូវអាហ្នឹងហើយគេហៅថាជាក្រុមចោរដែលខ្ញុំតែងតែដាក់ងារថាពួកអាកម្ពុជាចោរក្បត់ជាតិ3សាច់បនកំពើបំរើយួនសម្រាប់ខ្មែរដែលវាធ្វើអីក៏ដោយវាយើងកុំឲ្យយល់ថានេះជារបបកុម្មុយនីសឬក៏ជារបបលទ្ធិប្រជាធិបតេយ្យអ្វីដែលវាប្រើហ្នឹងគឺជានយោបាយឈ្លានពានបំបត្តិពូជសាសន៍ក៏ប៉ុន្តែបងប្អូនតោងទៅយល់អានេះវាចូលនៅក្នុងនយោបាយត្រីកោណរបស់គណៈបកសង្គ្រោះជាតិក្នុងនយោបាយត្រីកោណហ្នឹងបងប្អូនទៅតោងទៅចាប់អារម្មណ៍ឲ្យបានច្បាស់លាស់គេហៅថានយោបាយត្រីកោណលើកដំកើងស្ដេចដើម្បីជំរុញសង្គ្រោះជាតិឲ្យចូលរួមនៅក្នុងសភាដើម្បីបញ្ចប់បញ្ហានៅក្នុងអាណត្តិទី5ចំណុចហ្នឹងបងប្អូនតោងទៅមើលឃើញពីនយោបាយដែលគេកំពុងតែដើរហ្នឹងគេកំពុងតែធ្វើអញ្ចឹងដើម្បីគេហៅថានយោបាយត្រីកោណលើកដំកើងស្ដេចចូលរួមធ្វើការនៅក្នុងសភាដើម្បីបញ្ចប់នៅអាណត្តិទី5ហេតុអីបានខ្ញុំលើកនៅលើតិហេកបញ្ជាក់បង្ហាញនៅទស្សនៈអស់ហ្នឹងដើម្បីបញ្ជាក់បង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋយើងឲ្យបានយល់អំពីរឿងអ្វីដែលខ្ញុំនិយាយអញ្ចឹងដូចជាយើងតោងទៅយល់ឲ្យច្បាស់អ្នកដែលមានសិទ្ធិយើងនិយាយនៅក្នុងដល់ពេលគេចាប់អ្នកតំណាងរាស្ត្រហើយគេបន្តចាប់ទៀតហើយគេចាប់អ្នកតំណាងរាស្ត្រហ្នឹងគឺអ្នកដែលអាចដោះតំណាងរាស្ត្របានដែលមានសិទ្ធិដោះតំណាងរាស្ត្របានមានតែស្ដេចទេលើកលែងទោសឲ្យតំណាងរាស្ត្រនឹងទាំងអស់ហើយបន្ទាប់មកទៀតស្ដេចហ្នឹងក៏ត្រូវតែបង្ខំតំណាងរាស្ត្រនឹងទាំងអស់ឲ្យចូលរួមធ្វើការនៅក្នុងសភាកន្លែងហ្នឹងហើយគេហៅថាគាត់ជានយោបាយដើម្បីបញ្ចប់បញ្ហាបញ្ចប់នៅអាណត្តិទី5ទឹកដីខ្មែរយើងត្រូវគេយកបានទាំងស្រុងអញ្ចឹងបាននៅក្នុងរយៈកាលកន្លងមកបងប្អូននៅតែជំរុញបង្ខំគណៈបកសង្គ្រោះជាតិទាំងអស់កុំឲ្យចូលរួមធ្វើការនៅក្នុងសភាតែបើបងប្អូនជំរុញមិនឲ្យគេចូលធ្វើការនៅក្នុងសភាតើបងប្អូនឲ្យគេចង់ធ្វើអីឥឡូវនេះបើគេចូលសភាយើងថាចប់តែបើគេមិនចូលសភាយើងអត់នាំគ្នាធ្វើបាតកម្មរំដោះជាតិតែយើងសុំសួរយ៉ាងយើងធ្វើអីអញ្ចឹងហើយបានគេយកលេសកន្លែងនឹងមួយតែគេប្រើនយោបាយមួយបានគេត្រូវតែចាប់តំណាងរាស្ត្រឲ្យស្ដេចចេញមកធ្វើការដើម្បីឲ្យបងប្អូនមើលឃើញថាអូស្ដេចមានមហិ
តរិទ្ធមានភាពអស្ចារ្យដែរលើកលែងទោសតំណាងរាស្ត្រប្រមាណ7 8នាក់ហ្នឹងអាចលើកលែងទោសបានដោយសារអីស្ដេចតែមានអំណាចដែរអានឹងហើយក៏ជាវីរភាពមួយគេលើកដំកើងឡើងក៏ប៉ុន្តែអ្វីសម្រាប់បានជាស្ថាពរគឺទឹកដីយួនទៅយកបានទាំងស្រុងពីព្រោះយើងមិនអាចរំដោះទឹកដីបានដែលយើងរងរូបភាពអយុត្តិធម៌ដែលគេចាប់យើងដែលគេលួចប្លន់ភាពជ័យជំនះរបស់ប្រជាពលរដ្ឋដែលគេធ្វើបាបដែលគេបាត់បង់ទឹកដីមកទល់សពថ្ងៃគ្មានដំណោះស្រាយបានក៏ដោយសារអីដោយសារពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើហើយ